ព្រះគម្ពីរយូហានចំពុកទី6លុះក្រោយមកព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីលេគឺជាសមុទ្រទីបេរ៉ាហើយមានវងមនុស្សជាធំតាមទ្រង់ទៅដោយបានឃើញទីសម្គាល់ទាំងប៉ុន្មានដែលទ្រង់ប្រោះដល់ពួកជំងឺនោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំគង់ជាមួយនឹងពួកសិស្សនៅទីនោះរីឯបុណ្យរំលងជាបុណ្យរបស់សាសយូដាក៏ជិតដល់ហើយឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើងឃើញមនុស្សកកកុញមកឯទ្រង់នោះទ្រង់មានបន្ទូលទៅភីលីបថាយើងនឹងទិញនំប៉័ងពីណាមកឲ្យមនុស្សទាំងអស់នេះបានបរិភោគទ្រង់មានបន្ទូលសួរដូច្នេះដើម្បីនឹងលបងលគាត់ទេព្រោះទ្រង់ជ្រាបការដែលទ្រង់គិតធ្វើហើយភីលីបទូលឆ្លើយថាទោះបើទិញនំប៉័ងអស់40រៀលក៏មិនគ្រាន់ឲ្យគ្រប់គ្នាសូម្បីតែបន្តិចបន្តួចផងមានសិស្សទ្រង់ម្នាក់ឈ្មោះអង់ដ្រេជាប្អូនស៊ីម៉ូនពេត្រុសគាត់ទូលទ្រង់ថានៅទីនេះមានក្មេងម្នាក់មាននំប៉័ងម្សៅអោក5និងត្រីតូច2ប៉ុន្តែដែលមានតែប៉ុណ្ណោះតើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម្លេះព្រះយេស៊ូវមានបន្ទូលថាចូលឲ្យមនុស្សទាំងអស់អង្គុយទៅរីឯនៅទីនោះមានស្មៅច្រើនដូច្នេះគេក៏នាំគ្នាអង្គុយមានចំនួនប្រហែលជា5000នាក់រួចព្រះយេស៊ូវទ្រង់យកនំប៉័ងនោះមកអរព្រះគុណរួចចែកទៅឲ្យពួកសិស្សគេក៏ចែកដល់ពួកអ្នកដែលអង្គុយបានចែកទាំងត្រីតូចនោះបែបដូច្នោះដែរតាមតែគេចង់បានលុះគេបានឆ្អែតគ្រប់គ្នាហើយនោះទ្រង់មានបន្ទូលទៅពួកសិស្សថាចូលប្រមូលចំណិតដែលសល់នៅដើម្បីកុំឲ្យបាត់អ្វីឡើយក្រោយដែលបរិភោគរួចហើយនោះគេប្រមូលចំណិតនំប៉័ងម្សៅអោកដែលសល់ពី5ដុំនោះដាក់ពេញបាន12កន្ត្រកកាលមនុស្សទាំងប៉ុន្មានបានឃើញទីសម្គាល់ដែលព្រះយេស៊ូវធ្វើនោះគេក៏និយាយថាលោកនេះប្រកាសជាហោរានោះដែលត្រូវមកក្នុងលោកីមែនដូច្នេះព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែមួយអង្គទ្រង់វិញទៀតពីព្រោះទ្រង់ជ្រាបថាគេគិតមកចាប់ទ្រង់ដោយកម្លាំងដើម្បីនឹងតាំងឡើងជាស្ដេចលុះប្រលប់ហើយពួកសិស្សទ្រង់ចុះទៅឯសមុទ្រក៏ចុះទូកឆ្លងទៅឯកាប៉ានឹមពេលនោះងងឹតហើយតែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយសមុទ្រក៏មានរលកបោកដោយខ្យល់បក់ជាខ្លាំងកាលគេបានជែវទៅប្រហែលជា5ឬ6គីឡូម៉ែត្រហើយនោះស្រាប់តែគេឃើញព្រះយេស៊ូវទ្រង់យាងលើសមុទ្រមកជិតទូកហើយគេមានសេចក្តីភ័យខ្លាចតែទ្រង់មានបន្ទូលថាកុំភ័យអីគឺខ្ញុំទេតើនោះគេក៏ព្រមទទួលទ្រង់មកក្នុងទូកស្រាប់តែទូកបានដល់ស្រុកដែលគេពងនឹងទៅស្អែកឡើងកាលវងមនុស្សដែលនៅត្រើយសមុទ្រម្ខាងបានឃើញថានៅទីនោះគ្មានទូកណាទៀតក្រៅពីទូកមួយដែលពួកសិស្សទ្រង់បានជិះហើយថាព្រះយេស៊ូវមិនបានជិះទូកនោះទៅជាមួយនឹងពួកសិស្សទេគឺពួកសិស្សបានចេញទៅតែគ្នាគេប៉ុន្តែមានទូកខ្លះទៀតមកពីស្រុកទីបេរ៉ាចិត្តកន្លែងដែលគេបានបរិភោគនំប៉័ងក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយដូច្នេះកាលវងមនុស្សមិនឃើញព្រះយេស៊ូវឬពួកសិស្សទ្រង់នៅទីនោះគេក៏ជិះទូកទៅឯកាប៉ានឹមដើម្បីនឹងរកទ្រង់កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយនោះគេទូលសួរថាលោកគ្រូមកដល់ទីនេះពីកាលណាព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នករាល់គ្នារកខ្ញុំមិនមែនដោយព្រោះបានឃើញទីសម្គាល់ទេគឺដោយព្រោះតែបានបរិភោគនំប៉័ងឆ្អែតប៉ុណ្ណោះ
កុំឲ្យខំប្រឹងឲ្យបានតែអាហារដែលតែងតែពុករលួយនោះឡើយចូលខំឲ្យបានអាហារដែលនៅស្ថិតស្ថេរដល់រាបដល់ជីវិតអស់កលជានិច្ចវិញជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នាត្បិតគឺកូនមនុស្សនេះហើយដែលព្រះវរបិតាដ៏ជាព្រះទ្រង់បានដោយចំណាំទុកដូច្នេះគេទូលសួរទ្រង់ថាដែលនឹងធ្វើការរបស់ព្រះតើត្រូវធ្វើដូចម្តេចខ្លះព្រះយេស៊ូវមានបន្ទូលឆ្លើយថាឯការរបស់ព្រះគឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមកនោះគេទូលសួរទ្រង់ថាបើដូច្នេះតើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផងដើម្បីឲ្យបានជឿដល់លោកតើលោកធ្វើការអ្វីខ្លះពួកឯកចៅយើងខ្ញុំបានបរិភោគនំម៉ាណានៅទីរហោស្ថានដូចជាបានសេចក្តីចែងទុកមកថាលោកបានឲ្យនំប៉័ងពីស្ថានសួគ៌មកឲ្យគេបរិភោគឯព្រះយេស៊ូវមានបន្ទូលតបថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមិនមែនលោកម៉ូសេដែលឲ្យនំប៉័ងពីស្ថានសួគ៌នោះមកអ្នករាល់គ្នាទេតែឯនំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌នោះគឺព្រះវរបិតាខ្ញុំដែលប្រទានមកអ្នករាល់គ្នាវិញត្បិតនំប៉័ងរបស់ព្រះគឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មកព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផងដូច្នេះគេទូលទ្រង់ថាលោកម្ចាស់អើយសូមឲ្យនំប៉័ងនោះមកយើងខ្ញុំជានិច្ចព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឯខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រែកដែរប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថាអ្នករាល់គ្នាបានឃើញខ្ញុំតែមិនជឿទេអស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំនោះនឹងមកឯខ្ញុំហើយអ្នកណាដែលមកឯខ្ញុំក៏មិនដែលចោលទៅក្រៅឡើយពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មកមិនមែននឹងធ្វើតាមចិត្តខ្ញុំទេគឺតាមបំណងព្រះハរតីនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមកឯបំណងព្រះハរតីនៃព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកនោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណាក្នុងគ្រប់អស់ទាំងមនុស្សដែលទ្រង់ប្រទានមកខ្ញុំនោះឡើយគឺទ្រង់ចង់ឲ្យខ្ញុំប្រោះទាំងអស់ឲ្យរស់ឡើងនៅថ្ងៃចុងបំផុតវិញនេះហើយជាបំណងព្រះハរតីនៃព្រះវរបិតាខ្ញុំគឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយក៏ជឿដល់ទ្រង់បានជីវិតដល់នៅអស់កលជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតនោះពួកសាសយូដាគេដកដានទ្រង់ពីព្រោះទ្រង់មានបន្ទូលថាខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌មកគេនិយាយថាអ្នកនេះតើមិនមែនឈ្មោះយេស៊ូជាកូនយូសែបដែលយើងស្គាល់ឪពុកម្ដាយគាត់ទេឬអីចុះដូចម្ដេចឡើយបានជាគាត់និយាយថាគាត់ចុះពីស្ថានសួគ៌មកដូចនេះនោះព្រះយេស៊ូវមានបន្ទូលទៅគេថាកុំឲ្យរទូលរទាំក្នុងពួកអ្នករាល់គ្នាឡើយគ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេលើកតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកទ្រង់ទាញនាំគេប៉ុណ្ណោះហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតដែរនៅក្នុងគម្ពីរពួកហោរាមានសេចក្តីចែងទុកមកថាព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នាដូច្នេះអស់អ្នកណាដែលឮព្រះវរបិតាហើយបានរៀនពីទ្រង់នោះក៏មកឯខ្ញុំនេះមិនមែនថាមានអ្នកណាដែលឃើញព្រះវរបិតានោះឡើយមានតែព្រះអង្គដែលយាងមកពីព្រះប៉ុណ្ណោះព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែនប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាអ្នកណាដែលជឿដល់ខ្ញុំនោះមានជីវិតអស់កលជានិច្ចខ្ញុំជានំប៉័ងជីវិតពួកឯកចៅអ្នករាល់គ្នាបានបរិភោគនំម៉ាណានៅទីរហោស្ថានហើយក៏ស្លាប់អស់ទៅឯនំប៉័ងដែលខ្ញុំនិយាយនេះគឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក
ដើម្បីឲ្យអ្នកណាដែលបរិភោគមិនត្រូវស្លាប់ឡើយខ្ញុំជានំប៉័ងដ៏រស់ដែលចុះពីស្ថានសួគ៌មកបើអ្នកណាបរិភោគនំប៉័ងនេះនោះនឹងរស់នៅអស់កលជានិច្ចឯនំប៉័ងដែលខ្ញុំឲ្យគឺជារូបសាច់ខ្ញុំដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោកដូច្នេះពួកសាយូដាគេជជែកគ្នាថាធ្វើដោយម្ដេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាននោះព្រះយេស៊ូវមានបន្ទូលទៅគេថាប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើអ្នករាល់គ្នាមិនពិសាសាច់ហើយមិនផឹកឈាមរបស់កូនមនុស្សនោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះមានជីវិតដល់នៅអស់កលជានិច្ចហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុតពីព្រោះសាច់ខ្ញុំជាអាហារពិតហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដអ្នកណាដែលបរិភោគសាច់និងឈាមរបស់ខ្ញុំនោះនៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរអ្នកណាដែលបរិភោគខ្ញុំអ្នកនោះនឹងរស់ដោយសារខ្ញុំដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ទ្រង់បានចាត់ឲ្យខ្ញុំមកហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរនំប៉័ងនេះជានំប៉័ងដែលចុះពីស្ថានសួគ៌មកជាពិតមិនមែនដូចជាពួកឯកចកោអ្នករាល់គ្នាបានបរិភោគនំម៉ាណាហើយក៏ស្លាប់ទៅនោះទេគឺអ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់នៅអស់កលជានិច្ចវិញទ្រង់មានបន្ទូលសេចក្តីទាំងនេះក្នុងសាលាប្រជុំនៅកាប៉ាណឹមកំពុងដែលទ្រង់បង្រៀនគេពួកសិស្សទ្រង់ជាច្រើនដែលឮសេចក្តីនោះក៏និយាយថាពាក្យនេះពិបាកស្ដាប់ណាស់តើអ្នកណាយល់បានប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថាពួកសិស្សរទូរទាំពីសេចក្តីនោះបានជាទ្រង់មានបន្ទូលថាតើសេចក្តីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអីចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅស្ថានសួគ៌ដែលលោកនៅពីដើមនោះតើនឹងគិតដូចម្ដេចទៅគឺជាវិញ្ញាណដែលឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងវិញ្ញាណនិងជីវិតវិញប៉ុន្តែមានអ្នករាល់គ្នាខ្លះមិនជឿទេនេះត្បិតព្រះយេស៊ូវទ្រង់ជ្រាបតាំងពីដើមមកអំពីអ្នកណាដែលមិនបានជឿហើយអំពីអ្នកណាដែលនឹងបញ្ជូនទ្រង់ក៏មានបន្ទូលថាគឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាគ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេលើកតែព្រះវរបិតាទ្រង់ប្រោះប្រទានឲ្យប៉ុណ្ណោះតាំងពីនោះមកមានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញមិនតាមទ្រង់ទៀតទេនោះព្រះយេស៊ូវមានបន្ទូលទៅពួក12នាក់ថាអ្នករាល់គ្នាចង់ថយទៅដែរឬស៊ីម៉ូនពេត្រុសទូលឆ្លើយថាព្រះអង្គម្ចាស់អើយតើយើងខ្ញុំនឹងទៅឯអ្នកណាទៀតអ្នកណាវិញគឺទ្រង់ហើយដែលមានព្រះបន្ទូលនៃជីវិតដល់នៅអស់កលជានិច្ចយើងខ្ញុំក៏បានជឿហើយដឹងថាទ្រង់ជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិតព្រះយេស៊ូវមានបន្ទូលទៅគេថាតើខ្ញុំមិនបានរើសអ្នករាល់គ្នាជាពួក12នាក់ទេឬអីតែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារ្យវិញនេះគឺទ្រង់មានបន្ទូលពីយូដាសអ៊ីស្ការីយ៉ុតជាកូនស៊ីម៉ូនដែលនៅក្នុងពួក12នាក់នោះត្បិតវារៀបនឹងបញ្ជូនទ្រង់ទៅអាមែន